ឬប្រយោជន៍នៃការលំបាកនោះក៏អាចប្រព្រឹត្តទៅបានគឺសេចក្តីលំបាកធ្វើឲ្យមនុស្សយើងរឹងប៉ឹងមមួនខ្លាំងឡើងធ្វើឲ្យមនុស្សយើងពូកែគិតនឹងធ្វើឲ្យបានជាអ្នកធំទៀតផងប្រៀបដូចដែកដែលគេដុតឲ្យរឹងដូច្នោះឯងការលំបាកប្រដៅឲ្យមនុស្សយើងពូកែក្នុងការជួយខ្លួនឯងព្រោះត្រូវតស៊ូក្រាញនានាដើម្បីយកឈ្នះសេចក្តីលំបាកនោះមានមនុស្សមិនតិចអ្នកដែរទេដែលគេបានល្អមកអំពីសេចក្តីលំបាកដោយកាន់គំនិតថាលំបាកមុនស្រណុកក្រោយពោលគឺមានការអត់ធន់ជាយាមនៅក្នុងរវាងនៃសេចក្តីទុក្ខលំបាកនិងភាពសនុកសុខសប្បាយថ្លៃថ្នូររុងរឿងទៅមកវិញក៏មិនតិចអ្នកដែរដែលជាមនុស្សស្គាល់តែសប្បាយតាំងពីកើតមកមិនដែលស្គាល់មិនដែលជួបនៅសេចក្តីលំបាកឡើយលុះដល់មានហេតុនាំឲ្យសេចក្តីលំបាកកើតឡើងក៏ស្ទើរតែជួយខ្លួនឯងមិនរួចធ្វើអ្វីក៏មិនកើតចាប់អ្វីក៏មិនជាប់ការងារធ្ងន់ស្រាលមិនចេះធ្វើទាំងអស់តម្រាំតែបានរស់ស្ទើរតែស្លាប់ទៅហើយមានខ្លះទ្រាំនឹងលំបាកមិនបានក៏ត្រូវបាត់បង់ជីវិតទៅដូច្នេះកូនកុំទៅខ្លាចសេចក្តីលំបាកធ្វើអីត្រូវចាំទុកថាសេចក្តីលំបាកជាគ្រូបង្វឹកកូនត្រូវលួតដំខ្លួនជាមួយនឹងសេចក្តីលំបាកដោយសេចក្តីអត់ធន់ត្រូវយកផលកម្រៃអំពីសេចក្តីលំបាកចម្រើនគុណធម៌ក្នុងចិត្តនិងយកសេចក្តីលំបាកជាមេរៀនដែលកូនត្រូវតែសិក្សាថាអាត្មាអញមិនវិលត្រឡប់ទៅរកសេចក្តីលំបាកទៀតឡើយភ្លើងឆេះព្រៃភ្លើងឆេះខ្ទេចព្រៃអ្វីទៀតអាណែកតែធ្វើឲ្យដែករឹងរឹតតែរឹងទុកដុតមនុស្សខ្សោយឲ្យប្រះទីពឹងតែបែមនុស្សរឹងត្រាស់ដឹងសច្ចៈមិនមានអ្វីសល្អជាងគុណធម៌ខន្តីបវរតស៊ូអិតអទឹកតែមួយផ្ទិលត្រឹមសើមប្រឡាក់ជាយាមដងចាក់ដាក់ពេញអាងធំវីរោប្រែថាអ្នកខ្លាអង្អាចទុកខ្លាំងមិនខ្លាចព្រោះអាចផ្សំផ្គុំជាយាមខន្តីបញ្ញាអប់រំឈ្នះអស់ទុកធំជួបជុំគុណកប់លទ្ធផលការងារជាតម្លៃមនុស្សធ្វើការដោយព្យុះជំរុះអភ័ព្វជំនះឧបសគ្គប្រចាក់កំណប់គុណធម៌ជាទ្រព្យជាប់តាមជីវិតមនុស្សដែករឹងប៉ឹងតែមិនរឹងរូសព្យាយាមជំរុះមានះក្នុងចិត្តទួនកាយវាចាមេត្តាមានពិតតែរឹងប្រព្រឹត្តសុចរិតដូចដែក7ទឹកចិត្តមានតម្លៃជាងទឹកប្រាក់កូនជាទីស្រឡាញ់ការកូនទៅបម្រើការងាររាជការឬក៏ទៅធ្វើការស៊ីឈ្នួលអីគេគឺកូនធ្វើការអ្វីក៏ដោយចូលកូនធ្វើឲ្យពេញដៃពេញជើងប្រឹងប្រែងឲ្យអស់សមត្ថភាពឲ្យសមនឹងតម្លៃប្រាក់ខែឬក៏តម្លៃឈ្នួលបើសិនបើកូនធ្វើឲ្យលើសជាងប្រាក់ខែឬក៏តម្លៃឈ្នួលនោះក៏រឹតតែល្អកុំធ្វើការក្រន់តែដើម្បីឲ្យបានប្រាក់តែម្យ៉ាងកុំគិតត្រឹមតែឲ្យការងារហើយស្រេចតែប៉ុណ្ណោះត្រូវធ្វើការងារដើម្បីឲ្យជាការងារសម្រេចដោយល្អផងទៅជាការសមរម្យនោះយើងគួរជាមនុស្សមានទឹកចិត្តកុំជាមនុស្សខ្វះទឹកចិត្តឲ្យសោះមនុស្សដែលធ្វើការលើសអំពីតម្លៃនៃប្រាក់ខែប្រាក់ឈ្នួលដោយការពេញចិត្តសម្ដែងដល់ចិត្តដែលមិនយកប្រៀបលើគេទោះបីខាតពេលវេលាបន្តិចបន្តួចក៏ពិតប៉ុន្តែសម្រាប់ការងារបានល្អនាំឲ្យចិត្តរបស់ខ្លួនមានការរីករាយជាសុខសេចក្តីរីករាយជាសុខនេះឯងជាខ្លឹមសារសំខាន់នៃជីវិតដែលមិនអាចរកទិញនៅទីណាបានឡើយក្រៅអំពីការមានទឹកចិត្តនៃខ្លួនឯងកាលដែលមនុស្សយើងមានទឹកចិត្តចិត្តក៏រមែងមាននៅទឹកសម្រាប់ផ្សើមឲ្យស្រស់បោះតិចប្រសិជ្ជៈនៅសេចក្តីកំណាញ់និងការចរណែនជាដើមខុសអំពីមនុស្សដែលមិនមាននៅទឹកចិត្តមនុស្សដែលមិនមានទឹកចិត្តក្រៅអំពីចិត្តរបស់គេមិនមានការរីករាយជាសុខនៅក្នុងការងារហើយចិត្តរបស់គេរមែងស្ងួតក្រៀមក្រោះដោយស្រែដែលខ្វះទឹកអញ្ចឹងឯងចូលកូនវឹកហាត់ខ្លួនឲ្យបានទៅជាមនុស្សមានទឹកចិត្តចូលកូនកុំគិតថារឿងនេះវាជារឿងចាញ់ប្រៀបគេ
ឬជាអ្វីដែលមិនល្អឲ្យសោះកូនត្រូវគិតដូច្នេះវិញថាវាជារឿងនៃទឹកចិត្តដែលនឹងក៏បីមានឲ្យដល់គ្នាដើម្បីបាននៅធ្វើការងារជាមួយគ្នាអស់កាលដ៏យូរហើយក្នុងទីបំផុតទឹកចិត្តរមែងមានតម្លៃជាងទឹកប្រាក់ណាកូន8រក្សាសម្ដីកូនជាទីស្រឡាញ់ពាក្យនិយាយជាការសំខាន់មួយយ៉ាងរបស់មនុស្សយើងកូនត្រូវប្រយ័ត្នពីរយ៉ាង1មុននិយាយ2និយាយរួចហើយមុននិយាយកូនត្រូវគិតមុខគិតក្រោយឲ្យល្អនឹងកាលដែលនិយាយរួចហើយកូនត្រូវរក្សាពាក្យនិយាយពាក្យដែលយើងនិយាយចេញទៅហើយគឺជាចវាយនាយរបស់យើងណាកូននឹងបង្កប់ឲ្យយើងត្រូវតែធ្វើតាមដូចជាទទួលពាក្យអ្វីពីអ្នកតីគឺត្រូវធ្វើឲ្យបានទៅតាមសន្យាទោះបីជាត្រូវចុះទុនចេញកម្លាំងខ្លាំងក្លាយ៉ាងណាក៏ដោយរហូតដល់ទៅត្រូវស្លាប់ក៏ត្រូវព្រមដែរដើម្បីរក្សាសម្ដីកូនហើយរឿងពាក្យសម្ដីនេះមនុស្សទាំងឡាយគេកាន់យកណាស់បើបងសម្ដីទៅហើយអ្វីដតីទៀតសំបីល្អយ៉ាងណាក៏រមែងខូចដោយទៅតាមដែរឬក៏ត្រូវអស់សម្រស់ព្រោះហេតុតែខូចគេឈ្មោះក្នុងការមិនរក្សានៅសម្ដីដូច្នេះហើយទៅបុរាណពោលថាមនុស្សគេយកសម្ដីដំរីគេយកភ្លុកព្រោះហេតុនេះនៅពេលកូនគិតថាខ្លួនឯងត្រូវលំបាកព្រោះហេតុតែត្រូវរក្សាសម្ដីហើយបើកូនមិនចង់លំបាកគឺកូនកុំចេះទៅទទួលពាក្យគេដោយងាយងាយនោះត្រូវពិចារណាឲ្យល្អជាមុនថាការទទួលពាក្យគេហើយអាត្មាអញនឹងធ្វើបានយ៉ាងនោះដែរឬទេគឺត្រូវគិតឲ្យល្អិតល្អន់ស្រួលបួលជាមុនសិននោះយើងបើរក្សាពាក្យសម្ដីខ្លួនឯងទុកមិនបានទៅហើយតើអាចរក្សាអ្វីបានទៅព្រោះអំបាលពាក្យសម្ដីជាសម្បត្តិមានតម្លៃក្នុងខ្លួនរក្សាមិនបានផងចំណងបើរបស់រតីក្រៅខ្លួនធ្វើដូចម្ដេចនឹងរក្សាបានដូច្នេះទើបម៉ែឪដាស់តឿនឲ្យកូនពិចារណាឲ្យល្អមុននិយាយមុនសន្យាអ្វីៗជាមួយនឹងណានា